ថ្ងៃនេះជាទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនាងខ្ញុំសូមឧទ្ទិសទិវានេះដល់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមទាំងអស់នៅដែនដីកម្ពុជាក្រោមជាពិសេសអ្នកដែលកំពុងត្រូវរបបអាណានិគមវៀតណាមចាប់យកទៅឃុំឃាំងនិងផ្ដន្ទាទោសដោយសារតែពួកគាត់អនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងនោះមានសិទ្ធិក្នុងការជួបជុំសិទ្ធិបញ្ចេញមតិសិទ្ធិបង្ហាញនៅអត្តសញ្ញាណនិងជាពិសេសសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងជាជនជាតិដើមអ្នកដែលកំពុងតែជាប់នៅក្នុងឃុំឃាំងនោះរួមមានព្រះភិក្ខុថាច់ច័ន្ទតារាព្រះភិក្ខុកឹមសំរិនព្រះភិក្ខុយើងខាយលោកតោវាងជឿងលោកថាច់គឿងលោកយ៉ាញ់មិញវាងលោកកឹមឃីមលោកថាច់ងាលោកថាច់ស្វឹងដុងអ្នកស្រីរតវ៉ារីព្រះភិក្ខុថាច់វិល័យនិងព្រះភិក្ខុកឹមសារឿងហើយអ្នកដែលត្រូវបានដោះលែងហើយនោះរួមមានលោកថាច់ញ៉ាលោកកឹមខូលោកថាច់វាសនានិងអ្នកស្រីដិនធីវិនអ្នកទាំងអស់នេះជាអ្នកបានយល់ដឹងនៅសិទ្ធិជាមូលដ្ឋានរបស់ខ្លួនហើយនាំគ្នាក្រោកឡើងអនុវត្តនៅសិទ្ធិជនជាតិដើមនៅលើទឹកដីកំណើតតែត្រូវរបបអាណានិគមវៀតណាមចាប់ឃុំឃាំងដើម្បីបំបិតសម្លេងនិងជិះជាន់យ៉ាងព្រៃផ្សៃទោះបីរូបកាយត្រូវជាប់ឃុំឃាំងតែស្មារតីក្លាហានរបស់ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមដែលបានពលិកម្មនោះនៅតែបន្តយាត្រាឆ្ពោះទៅមុខជានិច្ចហើយស្មារតីនោះនឹងคล้ายទៅជាពន្លឺនៃក្តីសង្ឃឹមមួយបំភ្លឺកុលបុត្រខ្មែរក្រោមគ្រប់រូបឲ្យបន្តក្រោកឡើងអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់ខ្លួនទូទាំងដែនដីកម្ពុជាក្រោម